បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកជួបគ្នាបន្តទៀតហើយជាមួយ AMT Math បាទគឺបន្តចូលដល់លំហាត់ទី32បាទគឺតកតងនឹងផលជាត្រីកោណញាតផលិតជាហតិ10បាទtrongលំហាត់នេះបាទតែមុននឹងចូលធ្វើការដោះស្រាយលំហាត់មុនវងសូមឲ្យបងប្អូនទាំងអស់គ្នាជួយចុច follow page អ្នកមួយឲ្យ share វីដេអូនេះផងបាទដើម្បីឲ្យឃើញទៅដល់បងប្អូនផ្សេងទៀតបាទអូខេហ្នឹងហើយតោះឥឡូវយើងមកមើលលំហាត់អស់គ្នាបាទចុះយើងគណនាតម្លៃលេខនៃកន្សោងកបាទ a ស្មើ sin x ដក 2 cos x ចែកឲ្យ3 sin x បូកឲ្យ2 cos x បាទបើតង់ x ស្មើដក1បាទចាំមានន័យថាគេឲ្យតម្លៃតង់ប៉ុណ្ណឹងហើយគេឲ្យគណនាកន្សោងនេះប្រហែលបាទ b ក៏ដូចគ្នាដែរគេឲ្យតម្លៃតង់ប៉ុណ្ណឹងអញ្ចឹងគេឲ្យយើងគណនាកន្សោងទាំងអស់នេះតើតម្លៃ b វាមានតម្លៃប៉ុន្មានបាទហ្នឹងហើយអញ្ចឹងដើម្បីគណនាលំហាត់នេះគឺយើងប្រើរូបមន្តមួយបាទនេះរូបមន្តនេះគឺរូបមន្តតង់ x ស្មើ sin x លើ cos x បាទយើងប្រើតែអាហ្នឹងមួយគឺដោះស្រាយបានហើយបាទអូខេមកឥឡូវយើងទៅមើលដំណោះស្រាយបាទអញ្ចឹងកគេឲ្យយើងរកតម្លៃ a បាទនេះអញ្ចឹងឥឡូវយើងមានបាទយើងមានa របស់យើងគឺស្មើ sin x ដកឲ្យ2 cos x បាទលើបាទ3 sin x បូកឲ្យ2 cos x បាទហើយគេប្រាប់តង់ x យើងនេះបាទតង់ x គឺស្មើផ្សេងខំខ្លាញ់មើលឃើញបាទនេះហើយនឹងតង់ x ស្មើដក1បាទអញ្ចឹងគេបាទនេះ a ស្មើបាទអញ្ចឹងងាយយើងឃើញថាគេប្រាប់តង់ x ដូចខ្ញុំបញ្ជាក់យើងប្រើរូបមន្តនេះមួយទេ sin x លើ cos x បាទអញ្ចឹងនៅក្នុងការដោះស្រាយនេះយើងគ្រាន់តែទាញ cos x ជាកត្តាមកបាទអញ្ចឹងខ្ញុំទាញ cos x គេបែងពាក្យយកជាកត្តាមកអញ្ចឹងមកទាញ cos x ជាកត្តាអញ្ចឹងអានេះវាទៅជា sin x ចែកឲ្យ cos x បាទបើយើងទាញ cos x ជាកត្តាអញ្ចឹងគ្រប់តួទាំងអស់ត្រូវចែកនឹង cos x ហើយបើនេះចែកនឹង cos x គឺបាន2បាទបើយើងទាញ cos វាចែកនឹង cos សល់ដក2ហើយបន្តមកទៀតអានេះដូចគ្នាដែរយើងទាញ cos x ជាកត្តាមកបាទអញ្ចឹងនេះសល់3គុណឲ្យ sin x លើ cos x បាទនេះដូចគ្នាបូកប៉ុន្មានបាទគឺបូក2ព្រោះយើងទាញ cos មកសល់លេខ2បាទគេតមកស្មើបាទអញ្ចឹង cos ឲ្យ cos នេះយើងស្រួលបាននេះអានេះយើងស្រួលបានបាទហើយចុះមកដល់កន្លែងនេះយើងដឹងហើយនេះ sin x លើ cos x ស្មើតង់ x អញ្ចឹងកន្លែងនេះខ្ញុំសេឲ្យហើយមកគឺតង់ x ដក2លើហើយអានេះ3បាទ sin លើ cos ចឹងបានតង់x បូកឲ្យ2បាទតើមកយើងចំនួននេះចូលមកបាទព្រោះនេះវានៅជាប់តែតង់តែតង់នេះស្មើដក1យើងចំនួនចូលមកគឺដក1ដក2បាទចែកឲ្យ3កតាចដក1បូកឲ្យ2ស្មើចឹងនេះបានដក3អានេះដក3បូក2បានដក1បាទអញ្ចឹងចម្លើយវាស្មើ3បាទអញ្ចឹងយើងអាចឆ្លើយបានដូចនេះបាទដូច្នេះa របស់យើងគឺស្មើ3បាទនេះគឺសម្រាប់ a ដល់ខបាទរកតម្លៃ b បាទតម្លៃ b អញ្ចឹងយើងមានបាទយើងមានទី1តង់របស់យើងគេប្រាប់គឺស្មើ1/2ខ្ញុំសេនឹងមុនមកបាទហើយ b របស់យើងនេះ b របស់យើងគឺស្មើ4បាទ4 sin x ដកឲ្យ3 cos x បាទលើ2 cos x បូកឲ្យ7 sin x បាទហ្នឹងហើយអញ្ចឹងខ្ញុំសេតតែម្ដងបាទអញ្ចឹងដូចខ្ញុំបញ្ជាក់ហើយក្នុងលំហាត់ហ្នឹងអត់បាយយើងគ្រាន់តែប្រើរូបមន្តនេះមួយបាទអញ្ចឹងរូបមន្តហ្នឹងវិធីសាស្ត្រគឺដូចលំហាត់ A ដែរបាទគឺខ្ញុំគ្រាន់តែទាញ cos x ជាកត្តាមកបាទអញ្ចឹង cos x ជាកត្តាយ៉ាងនេះអញ្ចឹងគ្រប់តួទាំងអស់ត្រូវតែចែកនឹង cos x អញ្ចឹងនេះត្រូវ4 sin x លើ
cô x mà đo anh ấy chạy cô x cứ bạn sáu bảy chẳng trái ỏi anh ấy tiền cô x chưa cả ta được nghĩa cho anh ấy sáu pi bộ ỏi phá con ỏi xin x lỡ cô x bạn chứng năng ấy ta xin này được cô x cứ ấy bạn cứ toán toán x chẳng hay anh ấy dương sầm rùa cô như dương sầm rùa bán là nè cô ấy sầm rùa bán chẳng sao đây bạn sao buồn xin lời có cứ toàn toàn x đọ bấy bạn về ní vì bộ xin lời có cứ và là trong bờ toàn toàn x bạn những chuyện nuôi trâu nó chuyện nuôi trâu nó buồn buồn con ỏi mùi tiệp phí đọ bầy trai ỏi phí bộ ỏi bờ con ỏi mùi tiệp phí và chẳng smile mà xì xó mà nè buồn mà đó buồn buồn trẻ phí bạn phí đọ bấy phí bạn đọ đọ mùi trai ỏi bờ mà đó bờ phí chứ nhưng mà rồi thiệt bài mình nó cứ bàn buồn bạn đọc mùi nhưng mà xây lươn này mà đó mà pp đó buồn buồn lòng phớt cái đọc muối lơ pi mà chẳng smart đó mà đó pi lơ đọc mùi chẳng chẳng nói cứ được này b và những cái smart mà đó pi lơ đọc mùi mà cho phải dùng hạt năng bạn trong sử dụng màu vinh ai được trên dùng hạt hết chẳng bó cứ những phương tam thì nó cứ lơ này bạch tin như cũng muốn trở này ba là nếu mới cứ chọc và ok nó ngày chẳng video ấy nhưng xong chọc này